ចាជំរាបសួរបងប្អូនទាំងអស់គ្នាដែលមានការសំណូមពរពីបងប្អូនយើងខ្លះគាត់ចង់ឲ្យខ្ញុំចែករំលែកពីបទពិសោធន៍ថាធ្វើយ៉ាងម៉េចឲ្យកូនយើងនៅក្រៅប្រទេសហ្នឹងគាត់អាចនិយាយភាសាខ្មែរបានអញ្ចឹងថ្ងៃនេះខ្ញុំសូមមកចែករំលែកអ្វីដែលជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំតែម្ដងចំណុចសំខាន់ដំបូងហ្នឹងគឺថាយើងជាឪពុកម្ដាយហ្នឹងត្រូវតែមានមោទនភាពហើយស្រឡាញ់ភាសាខ្មែរសិនជាពិសេសប្តីឬក៏ប្រពន្ធរបស់យើងដែលជាជនជាតិបរទេសហ្នឹងតែម្ដងទី2នោះគឺថាយើងគួរតែនិយាយជាមួយកូនតាំងពីកូនកើតមកងាតែម្ដងទៅមិនបាច់ចាំបាច់ឲ្យកូនគាត់ចាប់ផ្ដើមចេះនិយាយហើយបានយើងនិយាយភាសាខ្មែរដាក់គាត់ទេខ្ញុំធ្លាប់មាន mistake គិតថាចាំពេលកូនយើងចេះនិយាយបន្តិចហើយចាំយើងចាប់ផ្ដើមនិយាយភាសាខ្មែរដាក់គាត់ណាការគិតអញ្ចឹងអត់សូវ work ទេបងប្អូនដោយសារតែកូនយើងគាត់ធ្លាប់ឃើញយើងនិយាយភាសាបរទេសដាក់គាត់មករហូតហើយអញ្ចឹងនៅពេលដែលយើងថែមភាសាខ្មែរទៅមួយមុខទៀតណាគាត់អត់ចង់ឆ្លើយឬក៏និយាយភាសាខ្មែរដាក់យើងដែរគាត់និយាយតែភាសាបរទេសនឹងឯងតែសំណាងល្អដែរកាលហ្នឹងម៉ាក់ខ្ញុំគាត់អាសាឡើងចុះថៃមកលេង Alpha ម្ដងពី3ខែហើយម៉ាក់ខ្ញុំគាត់អត់ចេះថៃទេ Alpha គាត់អត់ចេះខ្មែរអញ្ចឹងដើម្បីឲ្យពួកគាត់អាច communicate ជាមួយគ្នាបានគឺ Alpha គាត់ត្រូវតែប្រឹងនិយាយភាសាខ្មែរទី3ហ្នឹងគឺយើងអាសាប្រាប់កូនអ្វីដែលល្អៗដូចជាអត្តចរិតមារយាទក្រមសីលធម៌សុជីវធម៌ភាពស្លូតត្រង់ភាពស្មោះត្រង់របស់ជាតិសាសន៍យើងឲ្យកូនគាត់បានដឹងហើយជាពិសេសហ្នឹងគឺប្រាប់នៅអ្វីដែលអស្ចារ្យដែលប្រទេសយើងមានមិនថាជាពុជពងសាវតាប្រាង្គប្រាសាទសម្បត្តិធម្មជាតិលក្ខណៈអញ្ចឹងគឺធ្វើឲ្យកូនយើងគាត់មានអារម្មណ៍ថាមានមោទនភាពដែលគាត់មានឈាមជ័រជាខ្មែរដែរទី4ប៉ះសិនបើកូនគាត់អត់ព្រមតន់និយាយភាសាខ្មែរដាក់យើងម៉ាក់ប៉ាទាំងអស់គ្នាកុំតន់អស់សង្ឃឹមនៅតែព្យាយាមនិយាយភាសាខ្មែរដាក់គាត់រហូតទៅគង់មានថ្ងៃណាមួយគាត់នឹងនិយាយភាសាខ្មែរត្រឡប់មករកយើងវិញជាមិនខានទេទី5យើងអត់គួរសើចចំអន់នៅពេលដែលឃើញកូនយើងនិយាយខ្មែរអត់ច្បាស់និយាយខ្មែរយឺតឬក៏និយាយអត់ព្រោះការធ្វើអញ្ចឹងគឺធ្វើឲ្យកូនយើងគាត់បាក់ទឹកចិត្តលេងហ៊ាននិយាយខ្មែរតែម្ដងទាំងអស់ហ្នឹងជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់បងប្អូនហើយបងប្អូនណាដែលមានបទពិសោធន៍ខុសពីហ្នឹងសូមជួយ comment ក្រោមវីដេអូនេះដើម្បីចែករំលែកឲ្យគ្នាយើងបានដឹងផងណា